នៅរាត្រីថ្ងៃទី4ខែមេសាឆ្នាំ2013ឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីបូជាព្រះសពព្រះព្រហ្មជតិគង់ស្រីអតីតព្រះចៅអធិការវត្តមុនសៀនស្ថិតនៅឃុំដានរុនស្រុកសូត្រនិគមខេត្តសៀមរាបដែលបានទទួលអនិច្ចធម្មកាលពីខែមេសាឆ្នាំ2010កន្លងទៅនេះជាមួយនឹងស្នាព្រះហស្ថដែលព្រះព្រហ្មជតិគង់ស្រីធ្លាប់មាននៅក្នុងវិស័យព្រះពុទ្ធសាសនាគឺពុទ្ធបរិស័ទនិងប្រជាពលរដ្ឋចំណុះជើងវត្តមុនសៀនទាំងមូលបានរៀបចំធ្វើពិធីបុណ្យឆ្លងតាមព្រះពុទ្ធសាសនាដ៏អធិកអធមដើម្បីជាការតបស្នងសងគុណដែលព្រះតេជគុណគង់ស្រីធ្លាប់មានស្នាប្រហោះក្នុងការកសាងវត្តក៏ដូចជាការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនរុងរឿងនៅក្នុងស្រុកសូត្រនិគមទាំងមូលឯកឧត្តមអ្នកអង្គការសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានកោតសរសើរពីជីវប្រវត្តិរបស់ព្រះតេជគុណគង់ស្រីដែលព្រះអង្គធ្លាប់បានបូជានៅព្រះកាយពលដើម្បីសេចក្តីសុខសេចក្តីចម្រើនដល់ពុទ្ធបរិស័ទក៏ដូចជាការកសាងនៅសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនាឯកឧត្តមអ្នកអង្គការសៀងណាំក៏បានលើកឡើងផងដែរថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានសាសនាឡើងវិញនិងមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងឥតឈប់ឈរហើយអ្វីដែលផ្ដើមឡើងធ្វើឲ្យប្រទេសជាតិមានអ្វីៗទាំងអស់រហូតមកដល់សប្តាហ៍ថ្ងៃនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចទាំង3ជាប្រមុខដឹកនាំក្នុងការរុញច្រាននាវាកម្ពុជាដល់ត្រៃសុខសន្តិភាពប្រទេសវិវត្តរីកចម្រើននិងប្រជាពលរដ្ឋបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ